បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកបន្ថែមទៀតតាក់ទងជាមួយនឹងការសម្ភាសការងារបាទជាការពិតការសម្ភាសការងារវាជាចំណុចសំខាន់មួយនៅពេលដែលបងប្អូនបានបំពេញ CV ល្អមានការតាក់ទាញហើយត្រូវនឹងអ្វីដែលនយោជកចង់បានគាត់នឹងcall ហៅតាមមធ្យោបាយផ្សេងៗបាទដើម្បីប្រាប់បងប្អូនមកចូលដំណើរការបន្ទាប់គឺការសម្ភាសបាទអញ្ចឹងគឺជាដំណាក់កាលសំខាន់ណាស់បាទអញ្ចឹងខ្ញុំនឹងធ្វើការចែករំលែកទៅបងប្អូនឲ្យដឹងពីថាតើការសម្ភាសការងារនេះផ្ដល់ប្រយោជន៍អីខ្លះសម្រាប់យើងជាអ្នករកការងារធ្វើបាទអញ្ចឹងការសម្ភាសគឺជាការជួបជាមួយគ្នាដោយផ្ទាល់រវាងនយោជកនិងអ្នកដែលរកការងារធ្វើបាទអញ្ចឹងយើងនឹងជួបជាមួយនឹងអ្នករកបុគ្គលិកបាទហើយគឺជាការសាកសួរព័ត៌មានបន្ថែមមួយចំនួនទៀតពីអ្វីដែលយើងបានរៀបរាប់និងបង្ហាញនៅក្នុងប្រវត្តិរូបសង្ខេប CV របស់យើងបាទអញ្ចឹងវាជាដំណើរការសំខាន់ណាស់បន្ទាប់ពីគេឃើញឯកសារគេចង់ឃើញមុខម្ចាស់ខ្លួនបាទនិយាយសាមញ្ញបាទដើម្បីបញ្ជាក់ថាតើម្ចាស់ខ្លួនពិតជាមានសមត្ថភាពលក្ខខណ្ឌគុណវុឌ្ឍិដូចដែលបានបង្ហាញនៅក្នុង CV ដែរឬអត់បាទអញ្ចឹងគឺជាការជួបដើម្បីបញ្ជាក់បន្ថែមនិងពិនិត្យពិចារណាបន្តទៀតព្រោះអីការសម្ភាសគឺជាដំណាក់កាលមួយក្នុងចំណោមដំណាក់កាលជាច្រើនរបស់នយោជកឬក៏អ្នករកបុគ្គលិកឬក៏មន្ត្រីទទួលបន្ទុកទទួលជាមនុស្សដែលត្រូវធ្វើក្នុងការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពទេពកោសល្យនិងមានគេហៅថាឆន្ទៈដើម្បីបំពេញការងារឲ្យត្រឹមត្រូវទៅតាមកន្លែងដែលគេខ្វះខាតឬក៏តំណែងដែលគេត្រូវការបាទអញ្ចឹងខ្ញុំសូមបង្ហាញអំពីទម្រង់សម្ភាសបាទដោយសារតែស្ថានភាពបច្ចេកវិទ្យាមានការប្រែប្រួលរីកចម្រើនជាបន្តបន្ទាប់អញ្ចឹងការសម្ភាសគេមានទម្រង់ច្រើនណាស់គឺយើងអាចដឹងបានថាក្រៅពីការសម្ភាសដោយផ្ទាល់យើងក៏ទទួលបានការសម្ភាសតាមរយៈទូរស័ព្ទបាទខ្លះគេមានសម្ភាសតាមរយៈប្រព័ន្ធវីដេអូ conference បាទឬក៏គេសម្ភាសតាមរយៈការឲ្យយើងបង្ហាញជាក់ស្ដែងនេះជាក់ស្ដែងនៅក្នុងកន្លែងបង្រៀនខ្លះគឺគេឲ្យគ្រូទៅបង្រៀនតែម្ដងបាទគេមើលអំពីការបង្រៀនរបស់យើងថាតើយើងចង់ធ្វើគ្រូនឹងយើងពិតជាមានទេពកោសល្យឬក៏ធ្លាប់មានបទពិសោធន៍បង្រៀនឬអត់អញ្ចឹងអាហ្នឹងចង់មិនចង់យើងត្រូវតែរៀបចំមុនពេលសម្ភាសបាទអញ្ចឹងទីនេះគឺជាទម្រង់ទាំង3ដែលខ្ញុំចង់ជម្រាបជូនបងប្អូនបាទតមកទៀតគឺតកតទៅនឹងការរៀបចំខ្លួនអញ្ចឹងតើដើម្បីឲ្យការសម្ភាសរបស់យើងនឹងរលូននៅពេលខាងមុខក្នុងនាមជាអ្នករកការងារធ្វើយើងត្រូវរៀបចំខ្លួនយ៉ាងដូចម្ដេចបាទអញ្ចឹងយើងត្រូវដឹងអំពីលំហបាទនៃការសម្ភាសខ្លីៗតើការសម្ភាសវាមានលក្ខខណ្ឌបែបម៉េចបាទហើយយើងត្រូវត្រៀមឲ្យខ្លះបាទអញ្ចឹងជាការពិតមួយដែលបងប្អូនត្រូវស្វែងយល់គឺទី1គឺត្រូវដឹងអំពីចក្ខុវិស័យបេសកកម្មនិងគុណតម្លៃស្នូលរបស់ក្រុមហ៊ុនហ្នឹងធនាគារហ្នឹងសាលារៀនហ្នឹងឬក៏អង្គភាពមួយហ្នឹងបាទសួរថាហេតុអីបានជាបងប្អូនត្រូវស្គាល់អំពីបេសកកម្មចក្ខុវិស័យគុណតម្លៃគឺដើម្បីឲ្យយើងបានដឹងអំពីទិសដៅរបស់អង្គភាពមួយហ្នឹងថាតើគេធ្វើការជាប្រភេទស្ថាប័នបែបណាបាទអញ្ចឹងនៅពេលយើងបានស្គាល់ច្បាស់អំពីកន្លែងគេយើងពិតជាសប្បាយចិត្តយើងពិតជាមានទំនុកចិត្តកាន់តែខ្ពស់ហើយគេក៏នឹងផ្ដល់ credit ចំពោះបងប្អូនដែលបានដឹងអំពីកន្លែងគេដែរជាក់ស្ដែងខ្ញុំធ្លាប់សម្ភាសជាមួយជនបរទេសនឹងកាលនោះខ្ញុំធ្វើសម្ភាសការងារគឺមានគណៈកម្មការដល់ទៅ4នាក់បាទ4នាក់បាទអញ្ចឹងគណៈកម្មការបរទេសមានទីខ្មែរ2បាទអញ្ចឹងសម្ភាសគេសួរខ្ញុំអំពីថាបានយើងចង់ទៅកន្លែងគេឲ្យស្គាល់ឲ្យខ្លះពីគេបាទអញ្ចឹងគឺជាសំណួរសាមញ្ញប៉ុន្តែយើងត្រូវឆ្លើយឲ្យបានក្បោះក្បាយច្បាស់បាទអញ្ចឹងត្រូវស្វែងយល់អំពីកន្លែងហ្នឹងបាទតើបេសកកម្មកន្លែងគេហើយសួរថាយើងអាចដឹងបេសកកម្មយើងអាចដឹងចក្ខុវិស័យឬក៏គុណតម្លៃស្ថាប័នគេតាមរយៈណាបាទ
ឥឡូវនេះអត់ប្រវាយបងប្អូនអាចចូល website ក៏ឃើញបងប្អូនអាចចូល Facebook page របស់គេក៏ឃើញដែរអញ្ចឹងគេនឹងបង្ហាញអំពីចក្ខុវិស័យបេសកកម្មគុណតម្លៃគេជាបន្តបន្ទាប់ដើម្បីទាញការចាប់អារម្មណ៍ពីអ្នករកការងារធ្វើផងគឺដើម្បីបង្កើនទំនុកចិត្តដល់អតិថិជនគេផងអញ្ចឹងយើងត្រូវស្វែងយល់ពីវាបាទត្រូវ search មើល website ព្រោះពេលបងប្អូនចូល website គេនឹងបង្ហាញហើយថាស្អីគេជា vision ស្អីគេជា mission ស្អីគេជា value សម្រាប់កន្លែងហ្នឹងបន្តមកទៀតបងប្អូនត្រូវដឹងអំពីផលិតផល products បាទដឹងអំពីផលិតផលសេវាកម្មឬក៏គម្រោងផ្សេងៗដែលកន្លែងហ្នឹងបានធ្វើចឹងបើសិនជាបងអូនទៅអូតូថាទៅរោងចក្រមីមួយអញ្ចឹងត្រូវស្គាល់ថាតើរោងចក្រមីហ្នឹងឥឡូវមានមីប្រមាណប្រភេទប្រមាណរសជាតិឧទាហរណ៍អញ្ចឹងណាបាទសេវាយ៉ាងដូចម្ដេចហើយគម្រោងហ្នឹងយ៉ាងម៉េចដែរអញ្ចឹងណាបាទត្រូវស្គាល់អំពីproduct service ហើយនិង project របស់ស្ថាប័នមួយហ្នឹងបាទត្រូវស្គាល់ច្បាស់ហើយអ្វីដែលជាពិសេសនោះបើសិនជាយើងអាចយល់បានអាចតាមដានទៀតព្រោះជាធម្មតានៅពេលយើងជាបេក្ខជនចង់ធ្វើការកន្លែងណាយើងពិតជាដឹងថាតើកន្លែងហ្នឹងធ្លាប់មានសមិទ្ធផលអីខ្លះដែលទើបតែកន្លងថ្មីបាទយើងអាចរំលឹកអំពីថាខ្ញុំសប្បាយចិត្តអំពីសមិទ្ធផលថ្មីរបស់ក្រុមហ៊ុនឬក៏ធនាគារបងដោយសារបានទទួលស្គាល់មានចំនួនអ្នកប្រើប្រាស់ច្រើនអញ្ចឹងណាបាទអានេះគឺជាគុណតម្លៃឬក៏សមិទ្ធផលយើងអាចរំលឹកបានក្នុងពេលសម្ភាសបាទនេះគឺខ្ញុំចង់ប្រាប់បងប្អូនឲ្យដឹងខ្លះបាទថាយើងត្រូវដឹងឲ្យខ្លះបាទមុនសម្ភាសហើយជាការពិតនៅពេលដែលសម្ភាសសំណួរសាមញ្ញមួយដែលគេសួរបងប្អូនបាទគឺគេសួរថាណែនាំខ្លួនមកបាទអញ្ចឹងខ្ញុំនឹងប្រាប់តើដល់ពេលដែលគេសួរអំពីការណែនាំខ្លួនជាគួរឆ្លើយយ៉ាងម៉េចបាទគួរឆ្លើយយ៉ាងម៉េចបាទអញ្ចឹងបាទនេះគឺជាការបង្ហាញខ្លីៗបាទអញ្ចឹងនៅពេលគេសម្ភាសយើងហើយគេសួរយើងហើយគេបង្ហាញអំពីលក្ខខណ្ឌការងារហើយគេនឹងទុកឱកាសឲ្យយើងសួរគេវិញនៅពេលចុងក្រោយបាទនេះគឺជាលំហខ្លះៗដែលចង់រំលែកប្រាប់បងប្អូនបាទអញ្ចឹងត្រឡប់មកវិញបងប្អូនត្រូវរៀបចំខ្លួនឲ្យបានច្បាស់លាស់បាទរៀបចំ CV រៀបចំឯកសារពាក់ព័ន្ធដាក់ក្នុងគេហៅថាស្រោមសម្បត្តិវិធីទៅឲ្យស្អាតទៅបាទហើយត្រូវស្គាល់ច្បាស់ពីទីតាំងកន្លែងហ្នឹងជាចាំបាច់បើសិនជាកន្លែងហ្នឹងថ្មីបងប្អូនត្រូវតែទៅមុនបាទបើសិនជាអាចទៅស្គាល់កន្លែងហ្នឹងមុនល្អបើយើងមិនដែលស្គាល់សោះព្រោះពេលខ្លះយើងថាចាំស្អែកចាំទៅម្ដងបាទចាំសួរ Google Map ជួនកាលវាចៃដន្យអីវា error អីទៅ error ទាំងថា internet connection យើងវា slow វាយឺត for យើងនឹងខកខានក្នុងការសម្ភាសបាទអញ្ចឹងជាចាំបាច់ត្រូវមានការគោរពពេលវេលាបានច្បាស់លាស់បាទតមកទៀតការរៀបចំខ្លួនបាទនេះគឺជាការរៀបចំខ្លួនណាបាទអញ្ចឹងរៀបចំចម្លើយសំណួរដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងខ្ញុំនឹងប្រាប់សំណួរខ្លះដើម្បីឲ្យយើងរៀនត្រៀមខ្លួនដើម្បីឲ្យឆ្លើយល្អសំបីវិធីសាស្ត្រនៃការឆ្លើយក៏គេមាន method គេមានវិធីសាស្ត្ររបស់គេដែរមិនចេះឆ្លើយតាមការដែលឃើញបានទេបាទអញ្ចឹងត្រូវហាត់សមបង្ហាញភាពទំនុកចិត្តអាចហាត់សមមុខកញ្ចក់ទៅដើម្បីឲ្យយើងអាចមានទំនុកចិត្តកាន់តែខ្ពស់បាទហើយយើងបង្ការការហូបអាហារណាដែលវាធ្វើឲ្យយើងនឹងពិបាកសម្រាប់កម្មវិធីសម្ភាសស្អែកបាទជិះបានគឺយើងជិះបាទអញ្ចឹងយើងត្រូវទៅដល់កន្លែងសម្ភាសហ្នឹងយ៉ាងហោចណាស់15នាទីមុននិយាយពីការទៅដល់កន្លែងសម្ភាសនេះខ្ញុំក៏ចង់ចែករំលែកដែរបាទកុំឲ្យយើងបង្ហាញតែ slide ទៅបងប្អូនអាចគិតថាមិនទៅយល់ច្បាស់ការពិតទៅបងប្អូនបាទនៅពេលដែលយើងជាបទពិសោធន៍របស់ខ្ញុំនៅពេលដែលខ្ញុំទៅដល់កន្លែងសម្ភាសមុនកន្លះម៉ោងឬក៏1ម៉ោងអីបាទគេឲ្យយើងអង្គុយកន្លែងរងចាំបាទគេមានតុគេមានកៅអីគេឲ្យយើងអង្គុយហើយយើងចាប់ផ្ដើមធ្វើសកម្មភាពបាទសកម្មភាពមិនគឺយើងចាប់ផ្ដើមគួរធ្វើម៉េចយើងគួរតែអង្គុយចុចទូរស័ព្ទយើងគួរតែអង្គុយស្ងៀមមួយកន្លែងនេះក៏ធ្វើអីបាទចំពោះខ្ញុំដោយសារខ្ញុំទៅដល់កន្លែងហ្នឹងខ្ញុំឃើញគេមានកាមេរ៉ានៅខាងលើបាទអញ្ចឹងខ្ញុំចាប់ផ្ដើមយកសៀវភៅមកអានហើយពេលហ្នឹងធម្មតាយើងអានក៏មិនសូវចេះដែរព្រោះអារម្មណ៍យើងវាភ័យយើងបារម្ភតែយើងត្រូវតែអានជាអានដើម្បីបង្ហាញអំពីយើងគឺជាបុគ្គលម្នាក់ដែលស្រឡាញ់ការសិក្សាស្រឡាញ់ការរៀនសូត្រហើយជាអ្នកដែលជួយដឹងនៅអ្វីដែលថ្មីបាទអញ្ចឹងបើសិនជាកន្លែងរងចាំមានកសែតអានកសែតបើសិនជាកន្លែងរងចាំមានសភៅអានសភៅថាបើសិនជាអត់មានអីទេមានតែទឹកយើងអាចយកសភៅចេញពីកាតាបរបស់យើងមកអានបាទមកអានឲ្យបានល្អដើម្បីបង្កើនការចាប់អារម្មណ៍ពីនិយោជកឬក៏អ្នករបស់បុគ្គលិកបាទ
ok song kết mơ lại phun nó phải để phun trên chân cho cái lạnh cái đã song kết mơ cặp cái area bọt là bọt phun thật ta phun bàn bằng hai khiếp quân chẳng đời mà đấy nằm bay vì kịp cúp công tới thật ta vì đôi nên ở vậy để phun bàn bằng hai nó nóng CV đó cuộc CV dùng một chạy dân chiều bài nào chẳng hạn bạn bạn ní cứ chia số liệu bẹt bạn chương số liệu bằng bẹt nơi tam ở phía việc xem thế bạn cho việc sai lên thì kia cầm hôn salary nó nghe bạn phần ta bản thân chỉ ôn mình miền A ấy còn mình miền score này nè nó thà bẹt bạn nào thế cứ số liệu bẹt sật sơ lắm bạn cứ xong rồi một này bạn sang địa sủng phun khảo ấy tam phê chẳng tới và pro sai chẳng tới còn thằng ai dân ôn ở xã chẳng nó khảo là vì phăng đó bạn dân phụ dưỡng từ chút to bà dân từ ở kia chạy chơi dưỡng à bị dân rụp sầm rò đôi nhung tay này ra ôn tha hạt ve sầm khánh á hạt ve cứ cà tóc tay luôn bà hạt ve sầm khánh này bà nон na để cái tha hạt veมันสำคัญchỉ riêng là bỏ kia bà tại trong phố nhóm nhưng có tha hạt ve sầm khánh á chân cài điệp trong tóc tay sọ điệp tóc tay luôn liềm bẹtคือchỉ hạt veสำคัญมวยphần tay thì dân các lọp lưới thằng mấy là cùng cắt cái đây đời sao là hạt ve không xa càng không tư lọ bà phần tay khơi hạt ve giờ mình lọ không nên nào môi trong mà không này bà chứng được cái hạt ve cả tóc tay như sủng khăn này to hạt ve dân vì lọ bằng cây trong mỡ sauce và inside càng không thiệt bà sauce ve này không thiệt chứ giờ thử prepare hạt ve dân lọ bà phôn trên này dừng kịch mơ thà ca trong sọt bài mây ca slip bài mây make up ở xong là mồm chứ còn make up cho biết bàn tay cũng thòm chết bệt vì mỗi tới vì bà dương sạch sắp mà đấy bà dương sự sạch thử tại tóc tay bây giờ sạch này và pro đôi khi bạn cắt sọt cả bộ mắt khmer như bạn nó cứ dương chập đa mới trong luôn chẳng bà chẳng cứ chi ở với đây chi bằng hai nhóm pi software ở hạt về để sủng khăn là bao dương bà cho nhân miền mà hai sủng phút ấy hồ hai chẳng ấy slip dạo xong rồi làm mồm là dương ai cái tha miền pha sọc phép trong cái giấy trong pu múc như rồi chú ở đây con nẹt ra bọc lực bà số liềm bẹt là cái ham quạt mà trong nút là dương mình cu bạn vô tới trong mũi bạn liềm bẹt chai toàn sớm mai khăng pi mình kêu là lăng ca pra tạc ọc khăn khăng trong việc phơi kia nó vì mình là làm thay vì bắt bỏ cái bài này cái nhé bạn chứ như từ ở bên tôi là giả phiệp này cả pra khăn tạc ọc ở xong rùm bạn dương từ cái tha dương từ đâu càng nghỉ thôi dương cho ở kia ra rồi dương mình dương ra ok và cho người thầy thì phương mới ở Việt Nam là móm hái ai tôi dỗ bàn và chẳng không cầm long pe sầm phía dương trôi tới và dương chấp đam sầm mai dương trôi tới dương cút thuy chùm điệp su bạn để tập một nhóm mà bạn hay dương quy đói phiếu cọ đài bạn để cả tăng chất bạn dương anh pra phía xa cái với ca phía bru đây đẹp đẹp và dương mình chùm hồ sẽ bảo lo và dương stop ở chỗ ba hầm pi sum tua mình chlau bạn hay rồi cả chlau cứ chlau ban khoa bài tức đôi chỉ nhom cả bốn thà lời ní nhom su sum nua bảy đạiคือchỉ sum nua chỉ tu từ để kê tay để su bạn thì mỗi chút tha tell me about yourself bạn tập ôn này nom luôn mất chẳng sum nua tha nó phải để kê su chẳng ạ ôn cu thường mày này nom bị bông ôn ru xá nam nom bị dòng ra chát thì có dạy được bạn chỉ cả bất có chỉ cả chân đầm lên sơn chỉ kê su tha tell me about yourself cái tha ôn choi tập pi choi tập mom pi bạn này mom pi mỗi cứ niệm pi bảo vật cao đúng lấy hay rùng lịch chùm ninh để rin trơn nắng đầm này mùi nắng bạn nắng cứ lọi lấy mom pi pi ôn từ rùng lịch pi bót cái sao càng nhỉ bạn working experience nắng đại vì closely related chùm mùi nắng đầm này mùi nắng đại để kẹt tô đầm này đại bạn anh cứ chia chùm lòi mùi để ôn từ lòi bà từ choi top cho nó sunu su tha tell me about yourself bà thì pi cái su tha why do you want this job bà anh cứ dương thời lòi á bà trong chi mùa là đại dương thời tôi trong ban cái ngày nắng thời dương thời kịch bị té tới anh bà thì mình cột đại mua bị bấy thường bị chạy ba mỏng bà
1 ពី 3 គឺ1អីគេ2អីគេ3អីគេឬក៏មានតែ1ក៏បានដែរឬក៏មាន2មុំក៏បានដែរany point បាទប្រមាណចំណុចក៏បានដែរឲ្យតែបងអូនប្រកាសថាបងអូនអាចឆ្លើយបានយ៉ាងបោះក្បាយហើយវាស៊ីជម្រៅបាទសំណួរទី3ដែលគេពិចារណាសួរគឺ what are your strength and your weakness បាទ what are your strength and weakness បាទចំណុចខ្លាំងនិងខ្សោយរបស់យើងបាទសំណួរនេះប្រហែលជាពលពលខ្លះពិបាកក្នុងការឆ្លើយបាទពិបាកក្នុងការឆ្លើយមានន័យថាអា strength ភាពខ្លាំងយើងអាចឆ្លើយបានហើយយើងអាចធ្វើការយ៉ាងម៉េចបានហោះហាយអញ្ចឹងណាបាទប៉ុន្តែសួរថាអានុខ្សោយយើងគួរនិយាយពីអីបាទព្រោះវាមិនដែលមនុស្សអត់មាននឹកខ្សោយមែនទេបាទវាតែងតែមានទេបាទធម្មជាតិនៃមនុស្សវាមានអាភាពខ្សោយបន្តិចបន្តួចតែតែមានជាប់ខ្លួនយើងឯងប៉ុន្តែបងអូនអាចរំលឹកវាតែមួយបានដែរដល់ពេលដែលបងអូនរំលឹកចំណុចខ្សោយហ្នឹងហើយបងអូនទៅបង្ហាញថាអាខ្សោយហ្នឹងបងអូនកំពុងតែអភិវឌ្ឍវាឧទាហរណ៍ថាបងអូនកំពុងតែខ្សោយក្នុងការប្រើប្រាស់ជំនាញនេះមួយបាទដោយសារយើងនៅកម្រិតបើសិនជាពី1ដល់10យើងតែបាន60ទេប៉ុន្តែយើងកំពុងតែរៀនបន្ថែមសិក្សាបន្ថែមដើម្បីឲ្យវាកាន់តែល្អឃើញទេបាទអញ្ចឹងគឺបង្កើនការចាប់អារម្មណ៍ហើយយើងកំពុងតែគេកំពុងតែចាប់អារម្មណ៍លើយើងកាន់តែខ្លាំងហើយបាទនេះគឺចង់រំលឹកប្រាប់បងប្អូនបាទត្រូវតែស្វែងយល់អំពីអាហ្នឹងឲ្យច្បាស់បាទហើយបន្តមកទៀតនៅពេលដែលគេសួរបងអូនករណីផ្សេងមួយចំនួនណាបាទនៅពេលដែលគេសួរបងអូនមួយចំនួនហ្នឹងបងប្អូនត្រូវតែប្រើប្រាស់គេហៅថា star method បាទវិធី star បាទ star គឺអក្សរ S S ហ្នឹងគឺមកពី situation T ហ្នឹងគឺ task A action O ហ្នឹងគឺ result បាទអញ្ចឹងសួរថាហេតុអីបានជាយើងចាំបាច់ត្រូវឆ្លើយបាទឆ្លើយពីបទពិសោធន៍ការងាររបស់យើងដោយប្រើប្រាស់ star method ហ្នឹងគឺ star គឺយើងនិយាយពីស្ថានភាពការងារកន្លែងចាស់ហើយយើងបានធ្វើស្អីការងារយ៉ាងម៉េច task ហ្នឹងគឺថាតើយើងមានទំនួលខុសត្រូវលើកបែបម៉េចក្នុងការងារមួយហ្នឹង A ហ្នឹងគឺ action ថាតើយើងមានសកម្មភាពបែបម៉េចដើម្បីធ្វើការងារមួយហ្នឹងហើយ all គឺ result តើការងារទៅផលយ៉ាងដូចម្ដេចបាទគឺយើងរំលឹកមកនៅពេលដែលគេសួរអីមួយគឺយើងយកអា star method ហ្នឹងមកធ្វើជាមូលដ្ឋានក្នុងការឆ្លើយជិះវាកុំឲ្យយើងឆ្លើយប៉ាត់ណាប៉ាត់អីវាចាក់ទៅចាក់មកបាទចាក់ទៅចាក់មកបាទជិះយើងឆ្លើយឯបាទមិនសូវថាតើបងប្អូនធ្លាប់នៅផ្សារការងារខ្លះការងារទី1ធ្វើអីខ្លះនិយាយពីគេ situation ការងារហ្នឹង task កន្លែងហ្នឹងមុខត្រូវ action បាទធ្វើខ្លះឆ្លើយតបនឹងផែនការខ្លះចង្កល់គឺ result បាទអញ្ចឹងគឺយើងអាចនិយាយបានយ៉ាងក្បោះក្បាយបាទអញ្ចឹងខ្ញុំគិតថា star method ហ្នឹងនឹងជួយឲ្យបងប្អូនទុកជាមូលដ្ឋានក្នុងការឆ្លើយសំណួររាល់សំណួរដែលគេសួរតាក់ទងនឹងបទពិសោធន៍ការងារបាទហើយជាពិសេសសំណួរខ្លះបើសិនជាបងប្អូនផ្លាស់ប្ដូរការងារញាប់គេនឹងសួរហើយហេតុអីបានជាបងប្អូនដូរមកការងារកន្លែងនេះវិញបាទអញ្ចឹងការឆ្លើយគឺត្រូវឲ្យច្បាស់គឺយើងត្រូវឆ្លើយដើម្បីបង្ហាញថាយើងមកការងារនេះគឺដើម្បីបំពេញក្តីសម័យរបស់យើងមានផែនការអាជីពច្បាស់លាស់យើងមិនមែនមកដើម្បីគ្រាន់តែចង់បានបទពិសោធន៍ទេព្រោះឯងបើខ្ញុំខ្លាចអញ្ចឹងគេបារម្ភខ្លាចបងប្អូនហ្នឹងមកដើម្បីបានបទពិសោធន៍មួយឆ្នាំហើយទៅវិញបាត់នយោជកគេបារម្ភនៅពេលដែលគេរកបងប្អូនទៅធ្វើការឲ្យបានគេខំបណ្ដោះបណ្ដាលអស់លុយមកកកចុងក្រោយឈប់បាត់អញ្ចឹងគឺគេខាតបង់ពេលវេលាដើម្បីដំដាំនេះបាទអញ្ចឹងគឺគេមានលក្ខខណ្ឌច្រើនគឺ very selective បាទគឺជ្រើសតង់តែបំផុតដើម្បីឲ្យធានាថារបបកលឹកនឹងត្រូវហើយអាចធ្វើការកន្លែងគេកើតហើយធ្វើបានយូរទៀតអញ្ចឹងបាននៅពេលដែល CV ខ្លះធ្វើការ3ខែឈប់3ខែឈប់គឺអត់ល្អទេគឺវាធ្វើឲ្យ background យើងវាមិនល្អគេគិតថាបេក្ខជនម្នាក់នេះធ្វើការកន្លែងក្រុមហ៊ុនកបាទសង្ស័យតែ3ខែទៀតឈប់កន្លែងឯងដែរឃើញទេអញ្ចឹងគឺគេចាប់ដើមមានអារម្មណ៍មិនសូវល្អឬក៏មិនមានអារម្មណ៍សុខភាពក្នុងការជ្រើសរើសយើងបាទតែយើងឆ្លើយថាយើងបានឈប់កន្លែងការងារចាស់ដោយសារផុតកុងត្រាយើងបានដាក់ពាក្យកន្លែងការងារថ្មីដោយសារយើងឃើញសក្តានុពលកន្លែងហ្នឹងយ៉ាងម៉េចវាជួយជំរុញយើងយ៉ាងម៉េចហើយទេពកោសល្យរបស់យើងចង់ឲ្យ
កន្លែងហ្នឹងយ៉ាងម៉េចថ្មីល្អជាងហ្នឹងអញ្ចឹងណាបាទដូចខ្ញុំប្រាប់ថាយើងទៅស្គាល់អំពី mission ស្គាល់ពីបេសកកម្មចក្ខុវិស័យនិងគោលដៅរបស់កន្លែងគេទៅយើងឆ្លើយទៅវាផ្សារភ្ជាប់គ្នាបានបាទកុំនិយាយមិនល្អពីកន្លែងចាស់បាទកន្លែងចាស់មិនល្អគឺគេមិនឲ្យនិយាយបាទព្រោះគេគិតថាបងអូននឹងបន្តនិយាយមិនល្អពីកន្លែងគេនៅពេលបងអូនបោះបង់កន្លែងគេចោលបាទអញ្ចឹងយើងនឹងនិយាយឲ្យស្មោះត្រង់ហើយយើងបង្កើនការទុកចិត្តហើយខ្ញុំគិតថាបងប្អូនមានទេពកោសល្យក្នុងការឆ្លើយបាទព្រោះឆ្លើយយ៉ាងម៉េចឲ្យគេនឹងសម្រាប់ចិត្តរបស់យើងបាទអញ្ចឹងត្រូវការឲ្យយើងនឹងឆ្លើយឲ្យបានជាក់ស្ដែងព្រោះវាអាស្រ័យទៅលើស្ថានភាពនៃការសម្ភាសទេបាទនេះគ្រាន់ជាមូលដ្ឋានដែលខ្ញុំចង់ចែករំលែកបាទឆ្លើយអីឆ្លើយឲ្យច្បាស់ហើយឆ្លើយបែបនៃ positive បាទកុំឆ្លើយដើម្បីវាយប្រហារទៅកន្លែងណាមួយគឺមិនល្អទេបាទហើយការបង្ហាញអំពីចំណុចចិត្តថាមកកន្លែងថ្មីដើម្បីវឹកហាត់បន្ថែមទៀតជាគោលដៅរបស់ខ្ញុំជាក្តីសម័យរបស់ខ្ញុំជាកន្លែងដែលខ្ញុំស្រឡាញ់ជាតំណែងដែលខ្ញុំមានបទពិសោធន៍ជាកន្លែងដែលខ្ញុំចង់រៀនសូត្រថ្មីអានោះគឺជាបន្ទុកល្អដែលយើងនឹងបានអំពីនយោជកឬក៏អ្នកបុគ្គលិកបាទអញ្ចឹងអានេះគឺជាសំណួរខ្លះខ្ញុំបង្ហាញបន្ថែមបាទគេសួរយើងធ្វើការបទពិសោធន៍នឹងបាទមានដឹងអីខ្លះពីក្រុមហ៊ុនហេតុអីបានចាប់អារម្មណ៍មុខតំណែងនេះបាទអញ្ចឹងសំណួរខ្លះបងអូនត្រូវស្វែងយល់ថាមុខតំណែងហ្នឹងគេធ្វើអីខ្លះបាទព្រោះអីនៅក្នុងពេលដែលបុគ្គលិកគេមាន job description របស់គេហើយបាទគឺតើការងារនឹងត្រូវធ្វើពី1ដល់3រហូតទៅយើងត្រូវគិតឲ្យច្បាស់បាទគិតច្បាស់ដល់ពេលយើងបង្ហាញអំពីចំណាប់របស់យើងនៅក្នុងមុខតំណែងមួយហ្នឹងហើយអានេះតែអ្នកគិតថាអ្នកគួរទូប្រាក់ខែប៉ុន្មានបាទខ្ញុំបានផុសថ្ងៃមុនដែរដោយសារខ្ញុំបានអានរបាយការណ៍របស់ក្រសួងកាងារនិយាយពីស្ថានភាពសេដ្ឋកិច្ចការងាររបស់កម្ពុជាបងប្អូនបាទព័ត៌មាននៅក្នុងការងារបងប្អូនបាទខ្ញុំចង់ឲ្យបងប្អូនឧស្សាហ៍តាមដាន page របស់ក្រសួងកាងារឬក៏ចូលទៅក្នុង website ក្រសួងកាងារបងអូនចូលទៅមើលប្រតិបត្តិព័ត៌មានបាទគេបោះពុំរៀងរាល់ត្រីមាសបាទហើយបងប្អូនអាចចូលទៅទីភ្នាក់ងារចិត្តមុខរបរការងារគេមានផ្សព្វផ្សាយការងារច្រើនណាស់អញ្ចឹងពេលបងអូនចូលទៅក្នុង website របស់ក្រសួងដូចខ្ញុំផុសមកទៅគឺគេមានអត្រាប្រាក់ខែតំណែងណាអត្រាប៉ុន្មានតំណែងណាអត្រាប៉ុន្មានឃើញទេដល់ពេលយើងមានអត្រាប្រាក់ខែច្បាស់ពីទីផ្សារការងារក្នុងស្រុកខ្មែរយើងអាចជជែកជាមួយគេក៏ចរចាជាមួយគេរឿងប្រាក់ខែបាទព្រោះអីបើសិនជាយើងមិនជជែកមិនចរចាច្បាស់លាស់ទេពេលនេះបងអូននឹងស្ដាយក្រោយជាងការយើងថាមិនឲ្យប្រមាណក៏បានដែរបាទធម្មតានិយាយជួងចង់តែឲ្យតម្លៃទៀតហ្នឹងហើយបាទពេលយើងយកទៀតពេកគេថាបុគ្គលិកហ្នឹងមិនសូវមានសម្ដៅពលទេបានយកប្រាក់ខែទៀតមែនឃើញទេពូអ្នកខ្លះបើសិនជាបេក្ខជននឹងមានសក្តានុពលទៅបីថ្លៃគេហ៊ានឲ្យដែរឲ្យតែបុគ្គលហ្នឹងពិតប្រកបថាមានទេពកោសល្យខ្លាំងមែនព្រោះគេទៅកើតអ្នកខ្លាំងធ្វើការកន្លែងគេកើតហើយបើយើងខ្លាំងទៀតប្រខែតិចគេថាបើធ្វើខែតិចប្រហែលជាធ្វើមិនបានយូរទេអញ្ចឹងនឹងបោះបង់ហើយអញ្ចឹងណាបាទអញ្ចឹងពេលហ្នឹងត្រូវគិតពិចារណាច្បាស់ថាតើតម្លៃប្រាក់ខែអត្រាប្រាក់ខែតំណែងមួយហ្នឹងនៅក្នុងប្រទេសកម្ពុជាយើងគួរតែបានប្រមាណរ៉េតពីប្រមាណទៅប្រមាណ100ដល់ប្រមាណ100ដើម្បីយើងអាចល្អជជែកចរចាមួយគេបានពេលហ្នឹងឬក៏យើងចេញពីប្រាក់ខែប្រមាណគួរតែឡើងប្រមាណនៅក្នុងអត្រាប្រមាណយើងត្រូវមានចឹងហ្មងបាទធ្វើឲ្យច្បាស់ពីខ្លួនឯងបាទកុំថាងប្រមាណក៏បានដែរស្រេចតែបងឲ្យទេចឹងអាហ្នឹងគឺជាចំណុចខ្វះខាតមួយបាទចឹងអានេះគឺជាដំណាក់កាលដែលយើងត្រូវជជែកគ្នារឿងប្រាក់ខែស្មោះត្រង់ទៅវិញទៅមកបាទហើយខ្ញុំគិតថានេះជាការចែករំលែកខ្លីមួយដែលចង់ប្រាប់បងប្អូនថាសំខាន់ដែលបងប្អូនត្រូវត្រៀមខ្លួនបាទប៉ុន្តែវាអាស្រ័យទៅលើកន្លែងផ្សេងគេអាចមានភាពបាត់បត់បែនអីអារម្មណ៍យើងអាចឆ្លើយបានល្អជាងខ្ញុំផងបាទគាត់នឹងចង់រំលែកថាពេលដែលបងប្អូនឆ្លើយអីមួយទៅមានមូលដ្ឋានក្នុងការឆ្លើយបើគេនិយាយអំពីបទពិសោធន៍ការងារ complete star method បាទគឺ S situation T task A action or result បាទគឺរំលេចអំពីអាហ្នឹងមកបាទហើយការស្លៀកពាក់ហ្នឹងគឺកុំភ្លេចថាយើងស្លៀកពាក់ឲ្យបានល្អសមរម្យឲ្យវាកន្លែងខ្លះគេមាន culture ស្លៀកពាក់គេហ្មងបាទជាអាវធំឬក៏ជាឯកស្ថានអញ្ចឹងយើងអាចបើមានអ្នកឲ្យយោបល់ឬក៏អ្នកធ្វើការលើនឹងគេធ្លាប់ប្រាប់មិនធ្វើតាមគេទៅបាទបើអត់មានអ្នកណាធ្លាប់ធ្វើការលើនឹងទេយើងអត់ដែលស្គាល់គេទេយើងស្លៀកពាក់សមរម្យដូចខ្ញុំប្រាប់ហ្នឹងបាទជានិស្សិតទៅនុយស្អាតអាវភ្លឹងទៅគឺល្អបាទហើយការឆ្លើយគឺយើងឆ្លើយឲ្យបានច្បាស់លាស់បាទឆ្លើយឲ្យបានច្បាស់លាស់ហើយកុំភ្លេចប្រើគេហៅថា body language បាទភាសាកាយវិការខ្លះទៅដើម្បីទាញចំណាប់អារម្មណ៍ការពិតទៅការប្រើភាសាកាយវិការខ្លះក៏ជួយកាត់បន្ថយនៃភាពភ័យខ្លាចរបស់យើងដែរ
ដូចខ្ញុំតែងទៅឧទាហរណ៍ប្រាប់កូនសិស្សថាបើយើងលើកដៃឡើងលើដៃស្ងៀមអត់ធ្វើសោះយើងញ័រដៃហើយបង្ហាញភាពញ័រទៅនិយាយជក់ទៅនេះរកបុគ្គលិកតែបើយើងមានកាយវិការខ្លះវាធ្វើឲ្យគេហ្នឹងចាប់ដើមអូយើងសកម្មយើងអត់ញ័រដៃអញ្ចឹងណាបាទអញ្ចឹងbody language ជួយយើងបានច្រើនហើយយើងប្រើប្រាស់ eye contact បាទការប្រើប្រាស់ខ្សែភ្នែកល្អសម្លឹងទៅនិយាយជក់សម្លឹងទៅអ្នកសួរយើងអញ្ចឹងណាបាទមានទំនុកចិត្តក្នុងការនិយាយ tone បាទទម្រង់សម្លេងយើងគឺវាស្មើមើងម៉ាត់ម៉ត់ចត់បាទកុំសម្លេងញ័រហើយបាទគឺឲ្យមាន confident គេថា confident tone បាទសម្លេងជាក់លាក់ហើយ clear answer ឆ្លើយឲ្យច្បាស់បាទអ្វីដែលជាពិសេសហើយចង់ឲ្យបងប្អូនមានគឺគេថាម៉េច smile and listen actively បាទចឹងញញឹមហើយស្ដាប់ដោយយើងទៅដាក់ថាពេលយើងស្ដាប់គេយើងព្យាយាមបើមិនមានប៊ិចសភើអាច take note បានបាទពេលហ្នឹងល្អបាទមានសំណួរ take note បាទហើយយើងអាចគិតមួយនាទីមុនឆ្លើយក៏បានដែរកុំឆ្លើយលឿនពេកព្រោះយើងបាត់បង់ភាពជាម្ចាស់ការលើខ្លួនឯងបាទអញ្ចឹងអានេះគឺជាអ្វីដែលយើងចង់ជជែកជាមួយចង់ចែករំលែកមួយបងប្អូនអរគ្នាបាទត្រូវតែប្រកាន់ជាប់3ហ្នឹងទី1គឺប្រើប្រាស់កាយវិការប្រើប្រាស់ភ្នែកមានទំនុកចិត្តក្នុងការនិយាយប្រើប្រាស់ tone តង់សម្លេងឲ្យបានល្អចម្លើយត្រឹមត្រូវច្បាស់លាស់ញញឹមហើយស្ដាប់ដោយស្ដាប់ផុតជាចុងក្រោយគឺបងប្អូនត្រូវសួរបាទគេឲ្យមានសំណួរឲ្យសួរអត់បាទអញ្ចឹងយើងអាចគេថា ask some smart question អាចសួរសំណួរខ្លីៗមានប្រយោជន៍បាទអាចសួរអំពីក្រុមការងារបាទ expect role expectation តំណែងហ្នឹងបងរំពឹងថាទៅធ្វើអីបាទខ្លះបាន company goal បាទមានអីថែមទៀតទេក្រៅពីអ្វីដែលបានបង្ហាញនៅ website បាទអញ្ចឹងណាបាទហើយនៅពេលបងប្អូនចប់សម្ភាសបងប្អូនត្រូវតែផ្ញើការអរគុណបាទថា send a thank you message email ណាបាទទៅគេទៅបាទដើម្បីបង្ហាញអំពីការចាប់អារម្មណ៍លើតំណែងមួយហ្នឹងបាទព្រោះអីបើយើងរងចាំឲ្យគេខំហ្មងបុគ្គលិកច្រើនគេមិនចាប់អារម្មណ៍បាទឬក៏យើងមិនតន់ជិះជម្រើសរបស់គេមិនខលឲ្យយើងមិនតែយើងផ្ញើសារ Telegram ឲ្យឆាតទៅគេមុនព្រោះគេគិតថាយើងគឺជាបុគ្គលដែលចង់ធ្វើការក្នុងតំណែងហ្នឹងមែនបាទអានេះគឺជា credit មួយដែលយើងអាចចែករំលែកពីទទួលបានពីនយោជកឬក៏ដែលបុគ្គលិកបានអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងហើយជាការផ្ដាំផ្ញើចុងក្រោយគឺបាទ be yourself and stay calm បាទអញ្ចឹងត្រូវធ្វើយើងជាខ្លួនយើងឲ្យច្បាស់លាស់ហើយមានសារចំហស្ងប់ស្ងាត់បាទឆ្លើយសំណួរបានច្បាស់លាស់បាទទី2គឺ stay positive and respectful បាទជាយើងត្រូវមានសំណើសុតិធិនិយមក្នុងការឆ្លើយបាទបង្ហាញការគោរពបាទហើយកុំបារម្ភអីថាយើងធ្លាក់វាពិបាកជោគបរាជ័យបាទជាការពិតទាំងអស់គ្នាដោយសារចង្ការយើងជា candidate ជាបេក្ខជនល្អហើយប៉ុន្តែយើងគេមានចម្រើសច្រើនបាទជាធម្មតាគេមានចម្រើសច្រើនទៅពេលគេមានចម្រើសគេរកអ្នកដែលល្អជាងយើងហើយវាមិនខុសពីយើងបើសិនជាបងប្អូនជានយោជកបងប្អូនជាអ្នករកបុគ្គលិកបងប្អូនមានចម្រើសច្រើនបងប្អូនរកអ្នកដែលល្អជាងគេមែនទេអញ្ចឹងយើងថាយើងនឹងកម្រិត ABCD ទេអញ្ចឹងយើងបាទប៉ុន្តែយើងថាកម្រិតយើងមិនបានល្អប៉ុន្តែគេឃើញយើងតែមនុស្សអាចបន្តបានជាបទពិសោធន៍ដែលជួបអ្នកធ្វើការ HR ក៏ដូចជាធ្លាប់រកបុគ្គលិកគឺក្នុងករណីខ្លះបេក្ខជននឹងអត់ទាន់មានកម្រិតគុណវុឌ្ឍិគ្រប់គ្រាន់ទេ qualification គាត់អត់ទាន់ខ្ពស់ប៉ុន្តែគាត់មាន behavior អរិយាប័ត្រសិលធម៌ភាពចង់ចេះចង់នៅគាត់នឹងល្អហើយយើងកង្វះខាតបាទ criteria លក្ខខណ្ឌយើងត្រូវការយក A ប៉ុន្តែដោយសារតែ A វាអត់មានបាទវាមានតែ B ប៉ុន្តែ B ហ្នឹងវាអាចបន្តបណ្ដាលបានហ្នឹងគេអាចសម្រាប់យក B ដែរអញ្ចឹងបងប្អូនត្រូវប្រកាន់ភ្ជាប់អំពីអាហារវានឹងឲ្យល្អហើយបង្ហាញអំពីការចង់ដឹងចង់ចេះបានច្រើនធ្វើឲ្យគេហ្នឹងចាប់អារម្មណ៍លើយើងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការចែករំលែកអំពីការត្រៀមខ្លួនចូលសម្ភាសការងារអញ្ចឹងគឺវាអាស្រ័យទៅលើប្រភេទអង្គភាពផ្សេងៗទៀតបាទហើយសូមអរគុណនេះគ្រាន់ជាការចែករំលែកជាមូលដ្ឋានបាទខ្ញុំនឹងចែករំលែកដោយបណ្ដឹងថ្មីដែលល្អសំខាន់សម្រាប់បងប្អូនបន្ថែមទៀតដើម្បីឲ្យបងប្អូននឹងមានភាពទំនុកចិត្តកាន់តែខ្ពស់ហើយមានក្នុងពេលនេះសូមជឿឱកាសប្រាប់បងប្អូនថានៅពេលដែលយើងមានឃើញចប់ announcement ច្រើនបងប្អូនបាទជួយយើងតាក់ទងគេបាទcall ទៅលេខទូរស័ព្ទគេបង្កើតឆាតទៅ Telegram ឆាតទៅ email បាទគុំប្រើមធ្យោបាយតែមួយតែ call បាទអាចមាន Telegram បានអាចមាន email បានយើងប្រើចម្រើសបានច្រើនមិនមែនព្រោះយើងជាអ្នករកការងារធ្វើបាទយើងគុំបាទ
កុំអាហ្នឹងបបាក់អីបាទព្រោះគេមានចម្រើសហើយបើចឹងថាគេមានចម្រើសអញ្ចឹងយើងត្រូវតែខ្លាយជាអ្នករកការងារធ្វើដ៏សកម្មបាទជួយត្រូវតាមដានគ្រប់មធ្យោបាយទាំងអស់ព្រោះបទពិសោធន៍ការខ្ញុំធ្វើការងារស្ម័គ្រចិត្តអីដំបូងបាទខ្ញុំប្រើវិធីសាស្ត្រខ្ញុំគឺខ្ញុំសំភារឲ្យគឺខ្ញុំឆាតទៅសួរគាត់បងខ្ញុំជាប់អត់បងសួរចឹងបងបាទបងផ្ដល់ឱកាសខ្ញុំផងញ៉េគឺយើងបង្ហាញអំពីការអឺចាប់អារម្មណ៍ការចង់បំពេញការងារក្នុងដំណើរមួយហ្នឹងបាទដែលគេកំពុងប្រោះហ្នឹងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេចង់ចែករំលែកជូនបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូននឹងទទួលបានចំណេះដឹងបន្ថែមទៀតដល់វីដេអូនេះបាទអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលាបាទ